រឿងតកែចិត្តចោលកើតឡើងពីបញ្ហាការ៉ូស៊ីរវាងថកែជាមួយនឹងថកែហុងលីណាដោយថកែឡានហ្នឹងគាត់បានប្រើពូហំជាកម្មកររបស់គាត់ហ្នឹងទៅបើកឡានបុកឡានរបស់តកែហុងលីសន្យាថាឲ្យប្រាក់ 10000 រៀលហើយពូហំគាត់ត្រូវការប្រាក់ជាមួយ 10000 រៀលដើម្បីយកទៅឲ្យម្ដាយផងប្រពន្ធផងកូនផងអញ្ចឹងក៏គាត់ធ្វើតាមទៅដល់ពេលដែលពូហំបុកឡានរបស់តកែហុងលីហើយគឺធ្វើឲ្យមានមនុស្សស្លាប់អញ្ចឹងថកែឡានដែលជួលហ្នឹងក៏គាត់យកលេសមិនឲ្យប្រាក់ 10000 រៀលទេដោយឲ្យតែ200 រៀលអញ្ចឹងណាអញ្ចឹងពូហំគាត់អត់សុខចិត្តទេមានការប្រកែកឆ្លោះទាស់ទែងគ្នាអញ្ចឹងទៅរហូតដល់ប៉ូលីសទៅចាប់ពូហំទៅក៏មានសាក់សីដូចជាសុកមានគង់ត្រីណាគេធ្វើសាក់សីឲ្យពូហំថាថកែឡានហ្នឹងគាត់ពិតជាជួលមែនក្រោយមកថកែឡានហ្នឹងក៏ហៅពួកមន្ត្រីហ្នឹងទៅសឹកខ្សៀវចឡើងហុចលុយចឡើងក៏គេចាប់ពូហំទៅអញ្ចឹងសាច់រឿងអប់រំនៅក្នុងរឿងនេះគឺចង់បានន័យថាលុយគឺជាអ្វីៗគ្រប់យ៉ាងលុយអាចទិញទឹកចិត្តមនុស្សលុយអាចប្រែក្លាយពីសយទៅជាខ្មៅក្រក់ទៅជាល្អលុយអាចធ្វើឲ្យគ្រប់យ៉ាងផ្លាស់ប្ដូរបានសូម្បីតែចិត្តមនុស្ស